ចាសូមគោរពជំរាបសួរពុកម៉ែបងប្អូនពូមីងយាយតាអ៊ំប្រុសអ៊ំស្រីនៅតាមបណ្ដាញ YouTube Facebook ឬក៏ TikTok ទាំងអស់គ្នានេះគឺជាសកម្មភាពបងប្អូនជនមានពិការភាពភ្នែកបានធ្វើការម៉ាស្សាសម្រួលសរសៃដៃទេពជូនភ្ញៀវដែលគាត់មកទទួលសេវាកម្មចាប់សរសៃនៅហាងចង្ការព្រីងហាវ៉ាត់ស្រងដែតប្រសិនបើបងប្អូនមានបញ្ហាទាក់ទងទៅនឹងសរសៃឬក៏ចុករួយនៃរាងកាយអាចមើលវីដេអូហើយនឹងការស្ដាប់ពន្យល់របស់ពួកយើងខ្ញុំនេះគឺជាបាច់បើកសម្រួលសរសៃខ្នងជូនភ្ញៀវឥឡូវពួកគាត់បានម៉ាស្សាសម្រួលសរសៃក្បាលជូនភ្ញៀវកន្លែងនេះសូមបញ្ជាក់បងប្អូនតិចថាបងប្អូនចូលមានពិការភាពភ្នែកយើងម៉ាស្សាសម្រួលសរសៃក្បាលលុះត្រាតែមានការអនុញ្ញាតពីភ្ញៀវដែលទៅធ្វើការម៉ាស្សាសម្រួលជូនបានបងប្អូនឈឺសរសៃក្បាលបណ្ដាលមកពីសម្រានអត់លក់ទឹកច្រើន stress ឬក៏បងប្អូនធីងធងវិលមុខនឹងទៅនេះគឺជាសម្រួលសរសៃកបងប្អូនចុករួយកកគ្រិចឆ្លោះកករមួលសរសៃសាច់ដុំកកបណ្ដាលមកពីបងប្អូនអង្គុយយូរសម្រានធ្លាក់ទៅលើខ្នើយឬក៏បងប្អូនងាកទៅវាជាប់ពេលដែលបងប្អូនចុករួយកកក៏អាចបណ្ដាលទៅជាឈឺក្បាលដែរព្រោះក្បាលហើយនឹងកកវាមានសរសៃពាក់ព័ន្ធគ្នានេះគឺជាការម៉ាស្សាសម្រួលសរសៃស្មាឈឺនឹងដោយសារតែបងប្អូនរឹងសរសៃសាច់ដុំឬក៏បងប្អូនជាប់សរសៃស្មាចុករួយស្មាដោយសារតែសម្រាប់មិនលក់ stress ឬក៏បងប្អូនជាប់ពីបោះដៃផុតមកក៏ម្ដាយយើងឈឺស្មាដែរហើយពិបាកក្នុងការអង្គុយធ្វើការឬក៏ពិបាកក្នុងការសម្រានពេលដែលបងប្អូនចុករួយស្មាតែងតែចុកទៅដៃហើយដើមដៃកពួនដៃកលាក់ដៃម្រាមដៃអីចឹងទៅចឹងបើសិនបើបងប្អូនមានបញ្ហាទាក់ទងទៅនឹងសរសៃឬក៏ចុករួយនៃរាងកាយរបស់បងប្អូនអាចមកម៉ាស្សាចាប់សរសៃដៃទេពបែបជប៉ុនដោយជនពិការភ្នែកយើងខ្ញុំបានមិនថាបងប្អូននៅចិត្តមាសក្រាំងក្នុងភ្នំពេញថ្មីឈូកបាបឹងបៃតងទួលគោកតាំងកសាំងអីហ្នឹងដែលគិតថានៅចិត្តពួកបងប្អូនអាចមកសម្រួលសរសៃបានជួយ like follow comment repost ឲ្យល្បីផងជួយផ្សព្វផ្សាយទាក់ទងទៅនឹងការម៉ាស្សាសម្រួលសរសៃដៃទេពបែបជប៉ុនផងសូមអរគុណ